យើងឃើញនិយាយអំពីម្ដាយដើមបាទនិលវោពោធិសត្វហ្នឹងរូបបានស្លាប់ទៅព្រលឹងវិញ្ញាណរបស់ព្រះអង្គហ្នឹងគង់នៅលើពពកដែលខ្មែរយើងសពថ្ងៃហ្នឹងហៅព្រះអង្គថាទេពអប្សរឬក៏ព្រះពលាជ័យនោះទេពអប្សរព្រះពលាជ័យឬនិលវោពោធិសត្វទាំង500ហ្នឹងព្រះអង្គលោកក៏ឃើញហេតុដែលមានការរួបរวมជាតិនឹងដើម្បីថែរក្សាទឹកដីថែរក្សាជាតិសាសនាព្រះមហាក្សត្ររបស់ខ្មែរសម័យដើមនៅបានគង់វង្សលោកក៏ចុះមកថ្វាយពរជ័យសិរីមង្គលបាទឥឡូវខ្ញុំនឹងបង្ហើបបន្តិចថ្ងៃណាមួយខ្ញុំនឹងយកពាក្យថាសិរីមង្គលរបស់ខ្មែរហ្នឹងមានន័យថាម៉េចយកមកបកស្រាយដើម្បីឲ្យបងប្អូនបានដឹងបន្តទៀតបាទហើយចឹងយើងនិយាយបន្តអំពីខាងពុទ្ធសាសនាក៏មាន54រូបដែរប៉ុន្តែនៅក្នុងហ្នឹងគេបានដាក់រូបព្រះទោះសរតហ្នឹងនៅខាងក្នុងបាទចឹងទោះសរតហ្នឹងព្រះអង្គគេបានរៀបចំវគាត់ថាកុំឲ្យគាត់ធ្វើសង្គ្រាមកុំឲ្យគាត់នឹងសម្លាប់ខ្មែរតទៅទៀតហើយបើគាត់គេយកមកធ្វើជាគ្រួសារព្រោះគាត់ជាកូនរបស់ព្រះមហាក្សត្រខ្មែរគឺព្រះបាទគូលែនរាជនោះខ្ញុំមិនដែលបាននិយាយប្រាប់គាត់ជាកូនរបស់ព្រះបាទគូលែនរាជហើយទៅគាត់ក៏ព្រមមកនៅខាងពុទ្ធសាសនាចឹងហើយបើមានយៈមួយនៅខាងពុទ្ធសាសនាទៅទៀតដើម្បីសបញ្ជាក់នឹងឲ្យដឹងខ្លាចកូនខ្មែរចំនួនក្រោយច្រឡំតាមបរាងសេះវាទៅជាកោសមុទ្រទឹកដោះហ្នឹងវាបាត់ផលប្រយោជន៍អរិយធម៌របស់ខ្មែរណោះបានវាបាត់ផលប្រយោជន៍ជាតិបាត់ផលប្រយោជន៍អរិយធម៌របស់ខ្លួនដែលបានសាងប្រសានវាទៅជាឥណ្ឌាអ្នកសាងចេះបាទវាជារឿងចម្លែកខ្ញុំដូចជាមយល់ដែររាល់ថ្ងៃខ្ញុំស្ដាយសោកស្ដាយសម្ដីខ្មែរកូនខ្មែរមួយចំនួនដែលភ្លេចខ្លួននឹងឯកសារបរាំងដែលគ្មានន័យហ្នឹងហើយមកនិយាយថាឥណ្ឌាអ្នកសាងប្រាសាទឲ្យខ្មែរអញ្ចឹងបានឥណ្ឌាអត់ចេះសាងប្រាសាទទេបងប្អូនយើងទៅមើលប្រទេសឥណ្ឌាបានដឹងឥណ្ឌាគ្មានស្នាដៃដូចខ្មែរទេតាំងពីទំនៀមទម្លាប់តាំងពីប្រពៃណីសាសនាអតិពលបាទនិយាយចំទៅគ្មានឥណ្ឌាណាបាននាំប្រពៃណីព្រំរបស់ឥណ្ឌាណាមកកាន់ប្រទេសជាតិទេអត់មានទេដូចជាការស្ដីដណ្ដឹងរវាងមង្គលជ័យហ្នឹងគឺថាស្ត្រីរបស់ឥណ្ឌាហ្នឹងទៅស្ដីដណ្ដឹងបុរសរបស់ឥណ្ឌាដល់ខ្មែរយើងអត់ទេខ្មែរយើងបុរសខ្មែរត្រូវទៅស្ដីដណ្ដឹងស្ត្រីខ្មែរណាវាអញ្ចឹងដល់យើងយល់អក្សរសាស្ត្រខ្មែរក៏មិនមែនជាអក្សរសាស្ត្ររបស់ឥណ្ឌាដែរបាទលោកតាទាំងខ្ញុំកាត់កន្លែងនឹងតិចថាយើងឃើញមានរឿងព្រេងខ្មែរគេបានលើកឡើងថាការដែលស្ត្រីខ្មែរនឹងមិនបានទៅដណ្ដឹងប្រុសដូចឥណ្ឌាដោយសារតែស្ត្រីនៅពេលហ្នឹងបានប្រឡងប្រណាំងជាមួយបរោះហើយឈ្នះបរោះហ្នឹងឈ្នះដោយសារប្រើបញ្ញាទៀតប្រហោះគោមធ្វើផ្កាយព្រឹកអីចឹងទៅលើថាកសាងប្រាសាទភ្នំប្រុសភ្នំស្រីអីនោះថារឿងហ្នឹងវាយ៉ាងមិនដែរតាក់ទងគ្នាទេបាទរឿងហ្នឹងក៏តាក់ទងគ្នាដែរក្រោយពេលដែលព្រហ្មញ្ញសាសនាត្រូវបានផ្ទេរពីឥណ្ឌាមកខ្មែរវិញតាមរយៈទូសរតដែលគាត់បានយកទៅកាន់ប្រទេសឥណ្ឌាហ្នឹងយើងឃើញថាបរិសុទ្ធទាំងអស់ហ្នឹងក៏ចង់ឲ្យស្ត្រីហ្នឹងមកដណ្ដឹងប្រុសដូចជាប្រទេសឥណ្ឌាដែរបាទរឿងនេះវាចេះទេហើយពេលហ្នឹងបរិសុទ្ធនិងស្ត្រីហ្នឹងក៏ឯកភាពគ្នាសាងភ្នំបើអ្នកណាសាងភ្នំនឹងបានខ្ពស់ជាងអ្នកនោះនឹងឈ្នះហើយប៉ុន្តែស្ត្រីខ្មែរនឹងគឺគេមានចិត្តព្យាយាមមានការធ្វើកិច្ចការងារនឹងច្រើនជាងបរិសុទ្ធហើយគេបានប្រើវិធីសាស្ត្របង្ហោះគោកនោះដើម្បីឲ្យពួកបរិសុទ្ធហ្នឹងគិតថានឹងជាផ្កាយឬក៏ជាព្រះច័ន្ទបានរះហើយអញ្ចឹងគេសំដៅទៅលើផ្កាយព្រឹកបើផ្កាយព្រឹកនឹងរះហើយយើងត្រូវនាំគ្នាឈប់ឈប់ធ្វើភ្នំហ្នឹងបរិសុទ្ធស្ត្រីហ្នឹងគេថាលួចបង្ហោះគោមផ្កាយហ្នឹងទៅហើយចំណាយបុរសដែលមានឥទ្ធិពលពីឥណ្ឌាមកចង់ឲ្យស្ត្រីមកដណ្ដឹងខ្លួនជាប្រុសហ្នឹងក៏ដេកអស់ទៅហើយស្ត្រីក៏បានធ្វើម្នាក់ឯងហ្នឹងរហូតដល់ទៅភ្នំហ្នឹងខ្ពស់ជាងបាទនេះក៏យើងបានឃើញដែរឃើញថាភ្នំប្រុសភ្នំស្រីហ្នឹងក៏សបញ្ជាក់ថាសម័យនោះស្ត្រីខ្មែរនឹងមានអំណាចឥទ្ធិពលជាងបុរសដោយសារសេចក្តីព្យាយាមនិងបញ្ញារបស់គាត់អញ្ចឹងយើងឃើញថាប្រពៃណីឥណ្ឌាដែលបុរសចូលមកដណ្ដឹងស្រីឬក៏ស្រីទៅដណ្ដឹងប្រុសដែលសពថ្ងៃដែលយើងកំពុងប្រទានបន្ទងគ្នាហ្នឹងឃើញថាស្ត្រីខ្មែរនឹងមានឱកាសឈ្នះបុរសខ្មែរពេលហ្នឹងក៏
ប្រពៃណីចូលស្ដីដណ្ដឹងស្ត្រីហ្នឹងក៏នៅតែអនុវត្តបន្តទៀតបាទអញ្ចឹងយើងឃើញថាមិនមែនពីដើមមកនឹងស្រីទៅដណ្ដឹងប្រុសទេព្រោះអត់មានប្រវត្តិសាស្ត្រអ្វីបាទខ្ញុំហ៊ានអះអាងព្រោះយើងជានគរនាលវោពោធិសត្វនោះមាន500ហ្នឹងគឺថាយើងនៅជាស្ត្រីនឹងដល់ទៅ1000ឆ្នាំឯណោះបាទព្រោះយើងឃើញហើយបាភ្នំជាទីក្រុងដើមរបស់ខ្មែរហ្នឹងគេហៅនគរបាភ្នំហ្នឹង1000ឆ្នាំក្រោយមកទើបយើងផ្ទេរពីនគរភ្នំហ្នឹងមកកាន់ព្រះកែវបូរីអញ្ចឹងនៅក្នុងពេលដែលយើងមកដល់ព្រះកែវបូរីហើយបានយើងអនុញ្ញាតឲ្យបុរសទាំងអស់ដែលនៅជុំវិញយើងដូចជ្វាហ្នឹងដូចយើងសពថ្ងៃហៅអ៊ីស្លាមហ្នឹងឯងច្រើនណាជនជាតិនឹងខាងភាគខាងត្បូងហើយភាគខាងជើងគឺមានភូមាមានចិនមានខមមានមនបាទហើយនៅក្នុងចិនហ្នឹងគឺថាវាមានប្រទេសយូណានវាមានសយាមអីចឹងជាអ្នកចូលមកស្ដីដណ្ដឹងស្ត្រីខ្មែរហ្នឹងដើម្បីសុំធ្វើជាមហាសីរបស់ពួកគាត់អញ្ចឹងយើងឃើញថាខ្មែរមានប្រទេសមួយហើយគ្មានបរោះសោះតើយើងអ្នកទាំងអស់គ្នាណាគួរយល់យ៉ាងម៉េចដែរតើស្ត្រីទៅដណ្ដឹងប្រុសឬប្រុសមកដណ្ដឹងស្រីបើគេអាចនៅកមុំដល់1000ឆ្នាំគេមិនរវល់ផងហើយយើងក៏ណាយើងពិចារណាទៅហើយប្រពៃណីហ្នឹងវាមានដល់ទៅ1000ឆ្នាំមុនដែលប្រទេសជាតិឥណ្ឌាហ្នឹងមិនទាន់កើតសម័យហ្នឹងប្រទេសឥណ្ឌាប្រហែលជាអត់ទាន់កើតបានរីកលូតលាស់មានប្រពៃណីអីប្រមាណទេព្រោះនៅក្នុងរវាងសតវត្សទី1យើងសិក្សាស្រាវជ្រាវប្រវត្តិប្រទេសឥណ្ឌាទៅយើងបានដឹងហើយថាប្រទេសឥណ្ឌាដូចជាប្រទេសមួយដែលមិនទាន់មានការអភិវឌ្ឍនៅឡើយចឹងហើយបាននិស័យទេពហ្នឹងបាននាំសាសនាព្រហ្មញ្ញពីឯកសារវេទអក្សរហ្នឹងទៅដឹកនាំប្រជាជនឥណ្ឌាហ្នឹងមុនគេនៅលើពិភពលោកហ្នឹងឯងបាទហើយមួយវិញទៀតខ្ញុំចង់បញ្ជាក់ថាប្រពៃណីស្ដីដណ្ដឹងរបស់ខ្មែរហ្នឹងគ្មាននៅប្រទេសឥណ្ឌាទៀតផងតើប្រពៃណីស្ដីដណ្ដឹងយ៉ាងម៉េចឲ្យបានពនាងនឹងទៅរៀបមង្គលការបានជាកូនប្រសាររបស់អ្នកទាំងអស់គ្នាហ្នឹងគឺថាគ្មាននៅប្រទេសឥណ្ឌាទេអញ្ចឹងយើងអាចនិយាយទេថាប្រទេសខ្មែរហ្នឹងវាបានកើតមុនឥណ្ឌានៅក្នុងសម័យអតីតកាលហ្នឹងអំពីនាលវោពោធិសត្វហ្នឹងមាន1000ឆ្នាំអញ្ចឹងប្រពៃណីគេហ្នឹងមានរួចទៅហើយដែលស្ដីនឹងជាព្រះនោះហើយបើស្រីជាព្រះមិនអាចទៅដណ្ដឹងប្រុសបានវាតតែប្រុសមកដណ្ដឹងស្រីហើយយើងឃើញហើយនៅមានរូបចម្លាស់ជាច្រើនដូចព្រះមេត្រីក៏ជាស្រីព្រះនាងច័ន្ទលោកពោលោកពៀនហើយវាចេញពីពាក្យណាទៅហើយព្រះខែហ្នឹងវាមានន័យថាម៉េចដែលយើងហៅព្រះខែដែលប្រទេសគេទាំងអស់គ្នាហ្នឹងគេហៅព្រះច័ន្ទទេបាទចំណែកយើងហ្នឹងមានព្រះច័ន្ទផងមានព្រះខែផងអាហ្នឹងក៏ខ្មែរយើងទាំងអស់គ្នានឹងបានយល់បានយើងលែងមានចម្ងល់ត្រង់ថាតើបុរសដណ្ដឹងស្រីមុនឬមួយស្រីដណ្ដឹងប្រុសមុនបាទតែយើងត្រូវយល់ហើយសិលាចារឹកទាំងអស់របស់ខ្មែរឃើញថារហូតមកដល់សតវត្សទី18ខ្ញុំនៅចាំនៅក្នុងវាំងរបស់ខ្មែរមានព្រះមួយអង្គដែលយើងហៅប្រកែវមរកតហ្នឹងក៏ជាស្រីដែរចឹងយើងឃើញថាពីចំនួនមួយទៅចំនួនមួយខ្មែរគោរពព្រះស្រីនឹងជាព្រះហើយយើងឃើញហើយព្រះរបស់ខ្មែរត្រូវបានកូនខ្មែរនឹងសំពះថ្វាយបង្គំអីចឹងទៅចឹងបរោះហ្នឹងបើមកចង់ឲ្យនាលវោពោធិសត្វឬក៏ព្រះកែវចារីទាំងអស់ហ្នឹងព្រមរៀបមង្គលការជាមួយខ្លួនធ្វើជាមហាសីហ្នឹងក៏គាត់មានលក្ខខណ្ឌស្អីខ្លះបានពនាងហ្នឹងព្រមដាក់សិក្ខាបទហ្នឹងឲ្យទៅរៀបការនោះអញ្ចឹងទោះជាយ៉ាងណាខ្មែរមានព្រះជាស្រីមិនអាចស្រីទៅដណ្ដឹងប្រុសបានទៅអានេះយើងគួរពិចារណាខ្លួនយើងបាទ